ថ្ងៃនេះទៅផ្សារឃើញគេលក់ដើមខាត់ណាតូចៗល្មមមកធ្វើជ្រក់ញ៉ាំអញ្ចឹងនេះខ្ញុំក៏សម្រេចទិញដើមខាត់ណា3ដុំមកធ្វើជ្រក់ញ៉ាំសម្រាប់ដើមខាត់ណានេះមួយដុំតែ2000ហើយ3ដុំតែ5000ទេនិយាយថាល្អនោះហើយយើងក៏អត់សូវពិបាកធ្វើច្រើនដែរដោយសារគេសក់គល់ហើយស្រាប់ហើយអញ្ចឹងយើងគ្រាន់តែសក់ស្លឹកចេញតិចទៅបានហើយសម្រាប់ស្លឹកយើងអាចទុកតែត្រួយបានហើយព្រោះដោយសារយើងដាក់ស្លឹកច្រើនពេកវាអាចធ្វើដើមខាត់ណាយើងនៅជ្រក់ទៅវាធ្វើទឹករៀងតាគេហៅថាវាលក្ខណៈជូរប្អូមអញ្ចឹងណាមើលទៅវាអត់តំណងហើយមួយទៀតវាអាចឆាប់ខូចអញ្ចឹងយើងដាក់ស្លឹកច្រើនពេកទេយើងអាចយកតែស្លឹកត្រួយតិចបានហើយបន្ទាប់មកយើងអាចកាត់មកល្មមទៅកុំឲ្យខ្លីពេកកុំឲ្យធំពេកអញ្ចឹងណាយើងទួមកល្មមមកយើងដាក់ថាអាចថាមកស្រួលញ៉ាំសម្រាប់គ្រឿងផ្សំអត់មានអីច្រើនទេមានតែទឹកខ្មេះស៊ុបខ្នុរអំបិលស្ករខ្ទឹមសហើយនិងម្ទេសនឹងទេនេះខ្ញុំអត់ដាក់ប៊ីចេងទេបើដាក់ប៊ីចេងអាចធ្វើឲ្យទឹកនឹងតាយដែរអញ្ចឹងយើងអត់ដាក់ទេរួចហើយយើងអាចមកដាំទឹកដើម្បីស្រស់ដើមខាត់ណាសិនដោយសារដើមខាត់ណាវាមានក្លិនរៀងកពុលហើយរៀងរឹងអញ្ចឹងយើងអាចស្រស់វាមកសពបសិនទៅបន្ទាប់មកចាំយើងដាំទឹកធ្វើគេហៅថាទឹកត្រាំដើមខាត់ណានឹងឯងអញ្ចឹងយើងគ្រាន់តែកូរវាមកសពបសិនមកបន្ទាប់មកចាំយើងស្រង់វាយកទៅលាងទឹកចេញដើម្បីឲ្យដើមខាត់ណាយើងកាត់បន្ថយនៅការក្តៅកាលណាយើងទុកទាំងក្តៅអញ្ចឹងវាអាចធ្វើឲ្យដើមខាត់ណាយើងវាផុយរលួយអញ្ចឹងយើងជ្រក់ទៅអត់ឆ្ងាញ់ទេបន្ទាប់ពីយើងលាងដើមខាត់ណាជាមួយនឹងទឹករួចហើយដល់ឲ្យវាត្រជាក់ហើយចាំយើងមកដាំទឹកអំបិលដែលយើងត្រៀមនឹងត្រាំនៅដើមខាត់ណានឹងឯងអញ្ចឹងនឹងដាំទឹកឲ្យពុះបន្ទាប់មកយើងដាក់អំបិលស៊ុបខ្នុរស្ករសទឹកខ្មេះនឹងឯងបញ្ចូលគ្នាទៅហើយបន្ទាប់មកចាំយើងទុកឲ្យវាត្រជាក់បន្តិចចាំយើងដាក់ខ្ទឹមហើយនឹងម្ទេសចូលកាលណាវាកំពុងតែក្តៅអញ្ចឹងយើងដាក់ខ្ទឹមហើយនឹងម្ទេសចូលវាអាចទាំងផុយអញ្ចឹងពេលដែលយើងញ៉ាំវាអត់ស្រួយទេយើងអាចកូរគ្នាសព្វសិនណាបន្ទាប់ពីនឹងហើយនៅពេលដែលយើងដាក់គ្រឿងក្រៅគ្រប់គ្រាន់អស់យើងអាចទុកឲ្យត្រជាក់បងអូនទុកឲ្យត្រជាក់ហើយចាំយើងដាក់ចូលនឹងគឡដែលយើងត្រាំជាមួយដើមខាត់ណានឹងឯងអញ្ចឹងយើងរៀបជាគឡយ៉ាងទៅបើសិនជាបងអូនមានគឡជាថ្មបងអូនរៀបគឡថ្មទៅប៉ុន្តែបច្ចុប្បន្នសម្រាប់ទឹកដែលយើងចាក់ចូលត្រាំនេះយើងទុកឲ្យត្រជាក់សិនតែកាលណាវានៅក្តៅអូនឬក៏នៅក្តៅដល់ពេលយើងចាក់ទៅដើមខាត់ណាយើងអត់ស្រួយទេវាទៅជាផុយអត់ឆ្ងាញ់ទេអញ្ចឹងយើងទុកឲ្យត្រជាក់សិនចាំយើងដាក់ចូលបន្ទាប់ពីចាក់ចូលបើសិនជាបងប្អូនចូលចិត្តជូរតិចបងអូនអាចរងចាំពេល2ថ្ងៃតែបើសិនជាចូលចិត្តជូរខ្លាំងបងអូនឲ្យទុក3ថ្ងៃយើងជូរដិតទៅជូរជ្រះណាសម្រាប់អ្នកដែលចូលចិត្តជូររៀងជ្រះទុក3ថ្ងៃទៅហើយបន្ទាប់មកយើងអាចស្រង់មកញ៉ាំជាមួយនឹងត្រីអាំងអីឬក៏សាច់អាំងអីបានហើយព្រោះដោយសារវារសជាតិជូរជ្រះសម្រាប់នេះខ្ញុំទុក3ថ្ងៃដោយសារចូលចិត្តរៀងជូរតែបើសិនបងប្អូនចូលចិត្តជូរតិចដាក់ធំតែ2ថ្ងៃញ៉ាំល្មមហីនិយាយពីថាមើលសម្រស់គេមើលរូបរាងគេមើលអាចញ៉ាំបានទេបងអូនមើលទៅតំណងទេបងអូន